បន្ទាប់ពីយើងមកដល់ផ្ទះហើយយើងមើលមាន់ទាគោក្របីថតទេសភាពជំនាញផ្ទះពេលព្រឹកហើយយើងពេលល្ងាចឆ្លៀតជិះមកមើលទេសភាពវាលស្រែនៅខាងលិចភូមិអ្នកទាំងអស់គ្នាវីដេអូនេះតពីវីដេអូមុនដែលដោយសារវីដេអូមុនហ្នឹងអ្នកទាំងអស់គ្នាឃើញហើយកន្លែងមានបូមទឹកបូមអីចឹងទៅដាក់ស្រែដាក់ស្រូវអានេះខ្ញុំថតតមកទៀតមកខាងលិចទៀតទេសភាពពេលល្ងាចទេអ្នកទាំងអស់គ្នាដូចអ្នកទាំងអស់គ្នាឃើញចឹងតាមបន្លាយហ្នឹងគឺសិតតែកញ្ចែបូមទឹកហើយនឹងទៅយកបូមទឹកនេះដោយសារខែប្រាំងហ្នឹងទឹកឡើងអត់ដល់លើទេទឹកស្ទឹងហ្នឹងវាស្រកវាស្ងួតណាវាអត់មានភ្លៀងអត់មានអីទៅវាស្រកអស់ចឹងទៅវាអត់មានទឹកឡើងដល់លើទេធ្វើឲ្យយើងងាយស្រួលក្នុងការបញ្ចូលស្រែអញ្ចឹងតើតបូមហើយបូមនេះទៀតសោតក៏មិនមែនចេះតាបូមណែពេលខ្លះក៏កន្លែងណារៀងស្ទើទឹកស្ទើអីចឹងទៅយើងចែកគ្នាបូមដាក់វេនគ្នាបូមចឹងណាបើមិនចឹងទេអត់មានទឹកដាក់ស្រែគ្រប់ទឹកគ្នាហ្នឹងដល់ពេលបូមគ្រប់ទឹកគ្នាវាអីទឹកបន្លាយយើងនេះវាស្រកដូចអ្នកនរគ្នាឃើញចឹងទឹកបន្លាយនៅឡើងបាតហ្នឹងមិននៅលើណាបាតហ្នឹងទឹកមិនបានទៅចកេះផងនេះប៉ុន្តែយើងដាក់នេះមានថ្មដាក់រាំងកាត់ចឹងទៅធ្វើឲ្យវាឡើងគួរសមចឹងដល់កន្លែងនេះមានម៉ាស៊ីនមួយទៀតអ្នកនរគ្នាឃើញចឹងហើយទៅក្រោមទៀតទៅមុខទៀតហ្នឹងសិតតែកន្លែងបូមទឹកមានកញ្ចែមានអីបូមទឹកអញ្ចឹងពិបាកមែនតើធ្វើខែប្រាំងវាចឹងគឺបូមហ្មងតែស្រូវល្អនេះដូចអ្នកទាំងអស់គ្នាឃើញហ្នឹងឡើងខៀវស្ងាត់ហ្មងប៉ុន្តែវាពិបាកក្នុងថាយើងត្រូវការបូមចំណាយពេលចំណាយសាំងចំណាយកម្លាំងបូមចឹងណាដូចខែភាសាយើងគ្រាន់តែកាប់ភ្លឺទឹកហូរចូលវូតែដល់ពេលខែប្រាំងវាពិបាកដែរដោយសារទឹកវាតិចអញ្ចឹងក៏ចែកគ្នាបូមដាក់វេនគ្នាបូមបើមិនអញ្ចឹងទេដឹងថាពិបាកហើយដល់ពេលស្រូវទុំមកថោកទៀតវេទនាអ្នកស្រែមានតែប៉ុណ្្នឹងឯងបើមិនធ្វើវាមានតែទុកដីត្នេចោលដល់ពេលធ្វើហើយស្រូវទុំមកលក់បានថោកទៀតស្រួលថោសងថ្លៃជីគេអត់គ្រាន់ទៀតដូចនេះតែកន្លែងផ្លូវអតេះផ្លូវគោយន្តកន្លែងគេបូមទឹកដាក់ចឹងទៅឲ្យវាហូរទៅអ្នកដែលមានចកាមានដីនៅឆ្ងាយបន្លាយគាត់បូមដាក់តាមផ្លូវអតេះទៅឲ្យហូរទៅគាត់បូមឡើងចូលក្នុងស្រែមកតង់ទៀតជីវិតអ្នកស្រែវេទនាអ្នកនរគ្នាអើយមិនស្រួលទេហើយស្រូវទុំមកច្រូតលក់ថោកទៀតតែនៅខាងខ្ញុំនេះមិនមែនមានតែស្រែទេអ្នកខ្លះក៏គេដាំដលងដាំអីចឹងទៅដូចអ្នកនរគ្នាឃើញចឹងនេះជាការដលងមកគេការដលងអ្នកខ្លះគេដាំពៅដាំអីចឹងទៅវាមិនមែនមានតែស្រែតែមួយមុខទេប៉ុន្តែភាគច្រើនវាស្រែជាការដលងជាការអំពៅអីហ្នឹងវាមិនសូវមានវាច្រើនគេធ្វើស្រែហើយវីដេអូហ្នឹងក៏មានប៉ុណ្្នឹងដែរអ្នកនរគ្នាអើយអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយ